សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកឆ្លើយតប comment របស់បងប្រុសប្រាថ្នាដែលគាត់បាន comment នៅក្នុងវីដេអូចែកម្លែកពាក់ព័ន្ធជាមួយនឹងការថត zoom របស់ខ្ញុំពេលនោះគាត់ឃើញខ្ញុំ zoom ទៅភ្នែកសត្វល្អិតអញ្ចឹងយើងចាត់ទុកថាវាជា macro ហើយគាត់ក៏បាន comment ថាសួស្តីខ្ញុំស្រឡាញ់ការថតរូប macro mode ប៉ុន្តែពេលដែលខ្ញុំថតដូចជាមិនសូវបង្ហាញ detail បានល្អសោះខ្ញុំប្រើប្រាស់ Vivo X100 Pro សង្ឃឹមថាខ្ញុំបានការណែនាំអំពីបច្ចេកទេសល្អអរគុណបាទសូមអរគុណបងអញ្ចឹងនៅវីដេអូនេះខ្ញុំនឹងបង្ហាញអំពីគន្លឹះ2សំខាន់ពាក់ព័ន្ធជាមួយនឹងការថតរូបបែប macro ចំពោះការថតរូបបែប macro ឲ្យបានល្អចំណុចទី1ដែលសំខាន់នោះគឺឧបករណ៍ដែលអាចឲ្យយើងថត macro បានដោយបច្ចុប្បន្ននេះ smartphone មួយចំនួនអាចធ្វើបានអញ្ចឹងខ្ញុំសូមលើកយក smartphone Oppo និង Vivo មកនិយាយនៅក្នុងវីដេអូនេះចំណុចសំខាន់ទី2នោះគឺការគ្រប់គ្រងរំនឹងអញ្ចឹងការគ្រប់គ្រងរំនឹងមាន2ទី1វត្ថុដែលយើងត្រូវថតគាត់ត្រូវឲ្យគាត់នៅឲ្យស្ងៀមប្រកាសថាគាត់នៅស្ងៀមអញ្ចឹងហ្នឹងទី1អញ្ចឹងចំណុចទី2គឺយើងអ្នកថតមានន័យថា macro គឺទាមទារការអត់ធ្មត់មែនតើកាលណាដែលយើងដកដង្ហើមបន្តិចកាលណាដែលយើងកម្រើកបន្តិចវានឹង shake ហើយអញ្ចឹងយើងអ្នកថតហ្នឹងយើងត្រូវតែនៅឲ្យស្ងៀមសឹងថាពេលខ្លះអត់ដង្ហើមថតមាន device ដូចជា Vivo ឬក៏ Oppo ខ្ញុំ recommend ឲ្យយើង zoom ចូលកាលណាដែលយើង zoom ចូលទៅវាបច្ចេកវិទ្យាកាមេរ៉ាហ្នឹងវានឹងធ្វើការថតបែប macro ឲ្យយើងអូតូអញ្ចឹងយើងងាយស្រួលមិនចាំបាច់កំណត់ចម្ងាយទេអញ្ចឹងហើយតើខ្ញុំលើកយកចំណុច smartphone ទាំងពីរនេះមកនិយាយនៅក្នុងវីដេអូនេះសម្រាប់ smartphone ផ្សេងខ្ញុំ skip ទៅវីដេអូបន្តទៀតហើយនេះគឺជាលទ្ធផលដែលខ្ញុំថត macroអរគុណចំពោះការទស្សនាវីដេអូនេះពីដើមដល់ចប់ចំពោះបងប្អូនដែលមានចម្ងល់តាក់ទងជាមួយនឹងការថតរូបផ្សេងបងប្អូនអាច comment នៅក្នុងវីដេអូនេះបានខ្ញុំនឹងឆ្លើយតបរាល់ comment របស់បងប្អូនទាំងអស់គ្នាជួបខ្ញុំនៅវីដេអូបន្ទាប់